ហើយពីដើមខាងអមរិតក្រងតែ2000នាក់ប៉ុន្តែក្រោយការប្រជុំជាមួយនឹងថ្នាក់ដឹកនាំខេត្តបានថាឲ្យយកទៅដល់ជាង10000នាក់ដើម្បីចូលរួមធ្វើឲ្យកម្មវិធីនេះមានភាពអធិកធមហើយមានភាពល្បីល្បាញដើម្បីទាក់ទាញទេសចរធ្វើឲ្យខេត្តតឹងត្រែងមានមុខមាត់នៅក្នុងខេត្តដែលជាខេត្តនៅភូមិភាគឦសាននៃប្រទេសកម្ពុជាបាទសូមជម្រាបសួរលោកគ្រូសរឿនបាទលោកគ្រូគឺជាអនុប្រធានមន្ទីរអប់រំយុវជននិងកីឡានៅក្នុងខេត្តស្ទឹងត្រែងអញ្ចឹងលោកគ្រូដោយសារនៅថ្ងៃស្អែកទី24ឧសភាយើងហ្នឹងនៅខេត្តស្ទឹងត្រែងយើងមានការរៀបចំនៅកម្មវិធីរត់10000ជំហានដើម្បីសិស្ស10000នាក់ដោយឡែកព្រឹត្តិការណ៍រត់ជាទូទៅគឺយើងរៀបចំដោយផ្សារភ្ជាប់ទៅនឹងសកម្មភាពសប្បុរសធម៌ក៏ប៉ុន្តែកម្មវិធីនៅថ្ងៃស្អែកនេះយើងរៀបចំជាការរត់ដើម្បីលើកកម្ពស់នៅការអានក៏ជាដូចជាចំណេះដឹងនៅរូបិយវត្ថុខ្មែរយើងផងដែរអញ្ចឹងសម្រាប់លោកគ្រូផ្ទាល់តើយល់ឃើញយ៉ាងណាដែរចំពោះព្រឹត្តិការណ៍មួយនេះបាទអរគុណព័ត៌មានថ្មីដែលបានសម្ភាសខ្ញុំនៅពេលនេះហើយក៏សូមគោរពដល់ទស្សនិកជនអាយដាមលោកទាវលោកស្រីទាំងអស់ក្នុងនាមខ្លួនខ្ញុំផ្ទាល់ខ្ញុំមានពិតជាមានមោទនភាពក្រៃលែងចំពោះព្រឹត្តិការណ៍10000ជំហានដើម្បីសិស្ស10000នាក់ក្រោមប្រធានបទគឺរត់ដើរដើម្បីលើកកម្ពស់ការអាននិងសារមន្ទីរសរក្នុងនាមអ្នកចូលរួមនិងក្នុងនាមខ្លួនខ្ញុំផ្ទាល់ពិតជាមានក្តីសោមនស្សរីករាយចំពោះមីក្រូហិរញ្ញវត្ថុអមរិតដែលបានសហការជាមួយនឹងក្រសួងអប់រំយុវជននិងកីឡាជាមួយសារមន្ទីរសរជាពិសេសជាងគេជាមួយនឹងរដ្ឋបាលខេត្តស្ទឹងត្រែងដែលមានអាយដាមអបាលខេត្តជួយសម្របសម្រួលដើម្បីឲ្យព្រឹត្តិការណ៍នេះកើតឡើងហើយខ្ញុំសង្ឃឹមថាព្រឹត្តិការណ៍នេះពិតជាជួយឲ្យបងប្អូនប្រជាពលរដ្ឋជាពិសេសសិស្សានុសិស្សកាន់តែយល់ដឹងអំពីសារៈសំខាន់នៃការអាននិងការប្រើប្រាស់រូបិយប័ណ្ណខ្មែររបស់យើងបាទមួយទៀតលោកគ្រូអញ្ចេះដោយសារចំនួននៃអ្នកចូលរួមនៅក្នុងខេត្តស្ទឹងត្រែងយើងនេះទាំងអ្នកចុះឈ្មោះជាផ្លូវការនិងមហាជនមានចំនួនហ្នឹងជាង10000នាក់អញ្ចឹងជាចំនួនដែលច្រើនមែនទែនសម្រាប់លោកគ្រូផ្ទាល់នៅពេលដែលរៀបចំសំទោសដែលមានការរៀបចំឲ្យមានព្រឹត្តិការណ៍កីឡាមហាជនតើលោកគ្រូមានសុទិដ្ឋិនិយមយ៉ាងណាដែរចំពោះការបណ្ដុះទៅលើផ្នត់គំនិតឲ្យពលរដ្ឋនៅក្នុងខេត្តស្ទឹងត្រែងយើងចូលរួមលេងកីឡាឲ្យបានច្រើនបាទជាយោបល់ខ្ញុំយើងឃើញថាព្រឹត្តិការណ៍នេះពិតជាផ្ដល់សារៈសំខាន់ច្រើនទៅដល់មហាជនព្រោះថាមហាជននៅក្នុងខេត្តស្ទឹងត្រែងរបស់យើងទាំងអស់គ្នាបានចូលរួមកន្លងមកយើងមានព្រឹត្តិការណ៍កីឡាដើម្បីទាំងអស់គ្នាហើយឥឡូវនេះយើងមានព្រឹត្តិការណ៍ពិសេសមួយទៀតគឺព្រឹត្តិការណ៍ក្នុងការរត់ដើរដើម្បីលើកកម្ពស់ក្នុងការអានហើយនឹងសារមន្ទីរសសរនៅពេលនេះហើយយើងឃើញថាអ្វីទាំងអស់នេះធ្វើឲ្យប្រជាពលរដ្ឋនៅទូទាំងខេត្តទាំងត្រែងទាំងមន្ត្រីរាជការទាំងសិស្សានុសិស្សទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់មានភាពសប្បាយរីករាយចូលរួមយ៉ាងកុះករហើយពីដើមខាងអមរិតក្រងតែ2000នាក់ប៉ុន្តែក្រោយការប្រជុំជាមួយនឹងថ្នាក់ដឹកនាំខេត្តបានថាឲ្យយកទៅដល់ជាង10000នាក់ដើម្បីចូលរួមធ្វើឲ្យកម្មវិធីនេះមានភាពអធិកធមហើយមានភាពល្បីល្បាញដើម្បីទាក់ទាញទេសចរធ្វើឲ្យខេត្តតឹងត្រែងមានមុខមាត់នៅក្នុងខេត្តដែលជាខេត្តនៅភូមិភាគឦសាននៃប្រទេសកម្ពុជាបាទលោកគ្រូបាទដោយឡែកលោកគ្រូសម្រាប់លោកគ្រូផ្ទាល់ក្រៅតែជាការយល់ឃើញរបស់លោកគ្រូផ្ទាល់តើលោកគ្រូយល់ឃើញថាតើការរៀបចំឲ្យមានកីឡាមហាជននៅក្នុងខេត្តស្ទឹងត្រែងឲ្យកាន់តែច្រើននិងមានផលវិជ្ជមានអ្វីខ្លះដែរនៅក្នុងខេត្តនឹងបាទនេះសំណួរនេះពិតជាប្រសើរណាស់កាលណាយើងរៀបចំកីឡាមហាជនដែលជាព្រឹត្តិការណ៍ធំធ្វើឲ្យប្រជាពលរដ្ឋរបស់យើងមានភាពសប្បាយរីករាយនៅក្នុងការចូលរួមជាពិសេសជាងគេនៅពេលនេះគឺព្រឹត្តិការណ៍ផ្ដោតទៅលើការលើកកម្ពស់នៃការអាននិងរូបិយវត្ថុរបស់ខ្មែរយើង
ហើយយើងដឹងហើយថាការអានធ្វើឲ្យប្រជាពលរដ្ឋក៏ដូចជាយុវជនរបស់យើងបានពង្រឹងនៅសមត្ថភាពនៅចំណេះដឹងទាំងចំណេះដឹងទូទៅធ្វើឲ្យគូក្បាលមានការរីកចម្រើនធ្វើឲ្យការគិតកាន់តែខ្លាំងក្លាដូច្នេះការជំរុញនៃការអាននិងការលើកកម្ពស់នៃការអាននេះពិតជាមានសារៈសំខាន់ណាស់ទី2គឺការលើកកម្ពស់នៃការប្រើប្រាស់រូបិយប័ណ្ណខ្មែរយើងបែរថារូបិយវត្ថុរបស់យើងគឺមានសារៈសំខាន់បំផុតហើយនៅពេលនេះដែលមានមីក្រូហិរញ្ញវត្ថុផ្នែកអម្រិតដែលជួយនៅក្នុងការងារខ្ញុំគិតថាធ្វើឲ្យប្រជាពលរដ្ឋក៏ដូចជាសិស្សានុសិស្សនិងបងប្អូនយើងទាំងអស់យល់ដឹងអំពីសារៈប្រយោជន៍នៃការអាននិងការប្រើប្រាស់រូបិយវត្ថុរបស់កម្ពុជាយើងគឺរូបិយប័ណ្ណខ្មែរយើងបានកាន់តែល្អប្រសើរបាទអញ្ចឹងជាចុងក្រោយតើលោកគ្រូមានពាក្យពេចន៍អីផ្ដាំផ្ញើទៅកាន់មហាជនក៏ដូចជាថ្នាក់ដឹកនាំនៅក្នុងខេត្តបាទជាចុងក្រោយខ្ញុំមានយោបល់សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋជាពិសេសសិស្សានុសិស្សធ្វើម៉េចយើងចូលរួមក្នុងការជំរុញនឹងការលើកកម្ពស់អានជាពិសេសជាងគេគឺមេដាបេដាសិស្សសូមជំរុញកូនចៅដែលនៅផ្ទះហ្នឹងឲ្យបានអានសៀវភៅឲ្យបានច្រើនហើយនឹងចូលរួមនៅការប្រើប្រាស់រូបិយប័ណ្ណខ្មែរយើងឲ្យបានទូលំទូលាយហើយក៏សូមឲ្យស្ថាប័នមីក្រូហិរញ្ញវត្ថុអម្រិតបានថ្ងៃក្រោយមានព្រឹត្តិការណ៍ធំទៀតចូលមកដើម្បីរៀបចំជាព្រឹត្តិការណ៍នៅខេត្តតឹងត្រែងធ្វើឲ្យទេសចរក៏ដូចជាប្រជាពលរដ្ឋទាំងអស់គ្នាបានជុំគ្នាក្នុងន័យមួយគឺសាមគ្គីភាពដើម្បីខ្មែរទាំងអស់គ្នាបាទសូមអរគុណសូមអរគុណច្រើន